Jadi sudah ini terus susah bangkon lagi bangkon ketam dan terus nabi tahu mana kau dah. Karena kunjung bata pi bayang ku cerita bay. Yang pi ketat tim cik mana. Kalau yang itu kerja bay, tempat bay, hay này hay tempat bay ni kan sanjol pi ni sedap. Okay. Kalau boleh cinta kan, berapi jenis sekali mình ở cái tầng khăn nhà mình ông này là chọc là gì chỗ đó mình đi pram gì thế thì muốn đi nhà mình đi buôn là gì đó mình đi pram đó ok muốn đi xuyên chỗ đó cái tầng khăn nè là gì anh bị cần sắp được một cái mà là gì chỗ tới gì bỏ sai tớiท่านการในการที่ติดจัดเกิดช้าจบแต่ตรงนี้เนี่ยสำหรับจัดโลกลอนดอนเมกาโลกลอนดอนเมกาฟิชรานอุทธรบานเนี่ยตระการจุบานเนี่ยตระการจุบุปลักมาบ่มเป็นภายในการเงียบบานเนี่ยจะมาตระการสมการอนุมัติสมการอนุมัติปีประเทศหนึ่งเป็นใต้ประเทศระบาดเนี่ยอาจมันเป็นที่เนี่ยสำหรับจัดตามเนี่ยเตเนี่ยได้ตรเฟอร์การติดจัดนุ๊กเตปรูแทนโลกประเทศระบาดเนี่ยอาจมันที่เนี่ยสำหรับจัดจงคราจุดปัญหานี้ก็ทำบ้านไหนให้การบินจ่าปีเนี่ยได้มีจำนวนจบเปียป้อนอาจเฟอร์ตึกบ้านดาวการដឹកគិតដល់បុគ្គលទាំងឡាយដែលរងការប៉ះពាល់ពីគោលការណ៍គំនិតរបស់អ្នកការនៃភាគច្រើនអ្នកជាប់ពាក់ព័ន្ធមិនត្រឹមតែជាបុគ្គលដែលអ្នកត្រូវស្នើគម្រោងប៉ុណ្ណោះទេគឺជាបុគ្គលផ្សេងៗទៀតដូចជាមិត្តរួមការងារហ្នឹងហើយបុគ្គលក្រមបង្គាប់អធិជនលោកប្រធានទាំងព្រមទាំងគណៈកម្មការក្រុមហ៊ុនផងដែរនៅក្រុមព្រមទាំងគណៈកម្មការនិងក្រុមហ៊ុនផងដែរហើយអ្នកដែលមានឥទ្ធិពលលើការសម្រេចចិត្តតែមានចំណែករួមក្នុងដំណើរការនៃការសម្រេចចិត្តនេះដល់គ្នាដោយពួកគេធ្វើជាអ្នកផ្ដល់ការណែនាំនិងផ្ដល់ទិន្នន័យទៅដល់អ្នកដែលមានចំណែកជាប់ពាក់ព័ន្ធអ្នកសម្រេចចិត្តឧទាហរណ៍អ្នកព្យាយាមទាក់ទងទឹកចិត្តអ្នកគ្រប់គ្រងផ្នែកទីផ្សារឲ្យរៀបចំនយោវេសាយបែបថ្មីដែលហើយអ្នកគ្រប់គ្រងម្នាក់នោះអាចនឹងអញ្ជើញប្រធានផ្នែកព័ត៌មានវិទ្យាឲ្យចូលរួមហើយអ្នកគ្រប់គ្រងម្នាក់នោះអាចនឹងអញ្ជើញប្រធាននៃផ្នែកព័ត៌មានវិទ្យាឲ្យចូលរួមក្នុងការប្រជុំដើម្បីគេអាចសួរនៅសំណួរនិងគំនិតយោបល់ទាក់ទងនឹងចំណុចផ្សេងទៀតបានក្នុងករណីបែបនេះអាចចាត់ទុកថាប្រធានផ្នែកព័ត៌មានវិទ្យាគឺជាអ្នកមានឥទ្ធិពលលើការសម្រេចចិត្តអូខេតមកទៀតពេលដែលអ្នកអាចបញ្ជាក់ប្រាប់បុគ្គលដែលជាក្រុមអ្នកស្ដាប់បានហើយអ្នកត្រូវវិភាគលើការបើកចិត្តទទួលគំនិតរបស់ពួកគេជាលំដាប់ដូចតទៅឥឡូវយើងចូលដល់ការវិភាគអំពីការបើកចិត្តទទួលគំនិតរបស់អ្នកដទៃអូខេមុននឹងទៅបងខ្ញុំគឺមានតែប៉ុណ្្នឹងហើយបើចង់ស្ដាប់ការវិភាគអំពីការបើកចិត្តទទួលគំនិតរបស់អ្នកដទៃអាចមានវីដេអូពីបង្ហាញដែរអូខេបាយណាគ្នាពីព្រោះនេះយើងបន្តភាគទី6របស់គ្នាពីបន្តពីភាគទី5ពីសិលមកឥឡូវយើងបន្តភាគទី6នៅថ្ងៃនេះបាទឥឡូវបើថាពេលវេលាយូរយើងមកអានភាគទី6តគ្នា ភ
ភាគទី1នេះគឺគេនិយាយពីការវិភាគអំពីការបើកចិត្តទទួលគំនិតរបស់អ្នកដទៃអ្នកស្ដាប់ម្នាក់មានការយល់ដឹងពីសំណើឬគោលគំនិតដោយឡែកពីគ្នាហើយពួកគេក៏មានចំណាប់អារម្មណ៍ចំពោះអ្វីដែលអ្នកលើកយកពីសំណើផ្សេងៗពីគ្នានិងផ្ដល់ការគាំទ្រចំពោះទស្សនៈរបស់អ្នកដាច់ដោយឡែកពីគ្នាផងដែរប៉ុន្តែទាំងនេះសុទ្ធតែមានឥទ្ធិពលចំពោះការបើកចិត្តទទួលរបស់ពួកគេទាំងអស់ដូច្នេះអ្នកអាចធ្វើការវិភាគការបើកចិត្តទទួលគំនិតរបស់អ្នកស្ដាប់តាមលំនាំដូចខាងក្រោមនេះអូខេឥឡូវយើងចូលដល់បន្តទៀតមកអូខេឥឡូវយើងចូលដល់ចំណុចទី1ការពិចារណាអំពីប្រតិកម្មអូខេការពិចារណាអំពីប្រតិកម្មសម្លឹងរកមើលសញ្ញានៃការបើកចិត្តទទួលឬការប្រឆាំងដែលមានចំពោះអ្នកឬក៏គំនិតរបស់អ្នកតាមរយៈអ៊ីមែលហ្នឹងហើយនិងការធ្វើទំនាក់ទំនងតាមព្យាបាលផ្សេងហ្នឹងហើយទាំងការធ្វើទំនាក់ទំនងជាផ្លូវការនិងមិនផ្លូវការអូខេលើកជំទី2ការប៉ាន់ស្មានតាមរយៈកាយវិការសង្កេតមើលទឹកដមសំឡេងនិងបច្ចេកវិទ្យារបស់អ្នកស្ដាប់រវាងនៃការសន្ទនាបែបគ្នាឯងនៅខាងក្រៅបន្ទប់ប្រជុំច្រឡំមកគ្នាស្ទោះការសន្ទនាបែបមិនផ្លូវការផ្សេងថាតើក្រុមអ្នកស្ដាប់មានដំណើរតាក់ទងចាប់អារម្មណ៍ចំពោះគោលការណ៍គំនិតរបស់អ្នកដែរទេអូខេទៅទៀតតើមានចំណុចគួរឲ្យបារម្ភដែលអាចនឹងបង្វែរចំណាប់អារម្មណ៍របស់ពួកគេឲ្យងាកចេញដែរទេអ្នកគ្នាអាចឆ្លើយសំណួរនេះបានអ្នកគ្នាអាចខមមិនចូលបងបានហើយតើពួកគេមានចំណុចសង្ស័យអ្វីផ្សេងទៀតដែរទេអូខេចំណុចទី3ការជជែកជាមួយបុគ្គលផ្សេងធ្វើការគូសបញ្ជាក់ពីអ្នកដែលមានឥទ្ធិពលក្នុងការស្រេចចិត្តនិងបុគ្គលផ្សេងដែលមានឥទ្ធិពលលើក្រុមអ្នកស្ដាប់របស់អ្នកក្នុងក្តីរំពឹងនៃភាពរីករាយនិងភាពរីកចម្រើននៅក្នុងក្រុមហ៊ុនដើម្បីសួរសំណួរទៅបុគ្គលទាំងនោះតើពួកគេគិតថាអ្នកស្ដាប់មានទំនួលបើកចិត្តទទួលគោលគំនិតរបស់អ្នកច្រើនប៉ុណ្ណាតើអ្វីជាបញ្ហាដែលពួកគេអ្នកសម្រេចចិត្តនិងអ្នកមានចំណែកពាក់ព័ន្ធផ្ដល់សារៈសំខាន់និងពិចារណាខ្លះបំផុតតើអ្វីជាគុណប្រយោជន៍ដែលពួកគេមើលឃើញតាមរយៈគោលគំនិតរបស់អ្នកអូខេនេះគឺជាចំណុចទី6របស់ខ្ញុំមានតែប៉ុណ្្នឹងទេឥឡូវខ្ញុំអាចអានមកឃ្លាទៀតមកឃ្លាចុងក្រោយនៃភាគទី6មុននឹងបញ្ចប់វីដេអូមួយនេះការបើកចិត្តទទួលគឺជាអ្នកស្ដាប់បើកចិត្តទទួលយកគោលគំនិតរបស់អ្នកទាក់ទាញទឹកចិត្តអូខេចំណុចទី1របស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអ្នកគ្នាសូមទស្សនាវីដេអូភាគទី7នៃសប្តាហ៍ក្រោយបងប្អូនអាចថាជាស្អែកៗទេអ្នកគ្នាអូខេជម្រាបលាបាយ